យោធានៃប្រទេសប៉ាគីស្ថានបានអះអាងថាឥណ្ឌាបានបំផ្លាញរោងចក្រវេរីអគ្គិសនីនៅតំបន់កាស្មៀរដែលមានចំនួនរវាងប្រទេសក្បែរខាងទាំងពីរយោធាប៉ាគីស្ថានបាននិយាយថារោងចក្រវេរីអគ្គិសនីមួយកន្លែងនៅព្រំដែនកាស្មៀរស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយប៉ាគីស្ថានត្រូវបានខូចខាតនៅក្នុងការវាយប្រហារនៅព្រឹកព្រលឹមថ្ងៃពុធបង្កឡើងដោយប្រទេសឥណ្ឌាអ្នកនាំពាក្យយោធាលោកអាមេតសារីហ្វខូលរីបាននិយាយថាឥណ្ឌាក៏បានកំណត់គោលដៅគម្រោងវារីអគ្គិសនីនៅលុំជូលុំដោយបន្ថែមថាការវាយប្រហារនេះបានធ្វើឲ្យខូចខាតផ្នែកខ្លះនៃរចនាសម្ព័ន្ធរបស់ទំនប់អ្នកនាំពាក្យរូបនេះបានចោទសួរតើបទដ្ឋានអន្តរជាតិនិងច្បាប់សង្គ្រាមនិងទំនៀមទម្លាប់អ្វីខ្លះដែលអនុញ្ញាតឲ្យមានការកំណត់គោលដៅលើទីតាំងបម្រុងទឹកទំនប់និងរចនាសម្ព័ន្ធធម្មពលវារីអគ្គិសនីនៃប្រទេសមួយផ្សេងទៀតប្រធានអាជ្ញាធរអភិវឌ្ឍទឹកនិងធម្មពលប៉ាគីស្ថានអះអាងថាគម្រោងវារីអគ្គិសនីនីលុំជេរុំគឺមានសុវត្ថិភាពទាំងស្រុងទោះបីជាការខូចខាតបន្តិចបន្តួចបន្ទាប់ពីការវាយប្រហារដោយប្រទេសឥណ្ឌាក៏ដោយ